Ngày đi dương mà vậy bị dựa comment để bạn bờ bé nơiក្នុងលំហាត់ comment file តែលោកគ្រូបានដាក់ឲ្យហើយធ្វើបញ្ចូលពីណាដល់ណាហើយចំណុចណាខ្លះដូចជួរទី8អាហ្នឹងគេសម្រាប់កំណត់ឲ្យ console អាចបង្ហាញតួអក្សរពិសេសដូចជារូបគ្រាប់ឡុកឡាក់តាមរយៈ USTX encoding ហើយបន្ទាត់ទី9គេលាក់cursor សញ្ញាដែលលោតភ្លើងភ្លាក់ដើម្បីឲ្យផ្នែកកម្មវិធីទៅមើលទៅស្អាតពេលដំណើរការហើយបន្ទាត់ទី11អាហ្នឹងសម្រាប់យកបង្កើត object ថ្មីមួយឈ្មោះថា OND អាហ្នឹងសម្រាប់ប្រើនៅក្នុងចាប់យកលេខដោយចៃដន្យចំណុចទី17គេប្រើសម្រាប់ពេលលុបអ្វីៗទាំងអស់នៅលើអេក្រង់ console ដើម្បីរៀបចំបញ្ហាទិន្នន័យថ្មីហើយនឹងបន្ទាត់ទី18គេប្រើសម្រាប់កំណត់ពណ៌អក្សរនិងពណ៌ផ្ទៃក្រៅឲ្យមកសភាពដើមវិញស្មើនឹង default ហើយនៅបន្ទាត់ទី20សម្រាប់បដូរពណ៌អក្សរទៅជាពណ៌ខៀវខ្ចីសម្រាប់ប្រើសម្រាប់អក្សរដែលនឹងត្រូវបង្ហាញបន្ទាប់ហើយនឹងបន្ទាត់ទី28ចាប់លេខចែកដន្យចាប់ពីលេខ1ដល់លេខ6រួចដាក់ចូលនៅក្នុង variable d1 ហើយនឹងចំណុចលេខទីបន្ទាត់ទី29វាដូចតែបន្ទាត់ទី28ដែរទេចាប់យកលេខចែកដន្យចាប់ពីលេខ1ដល់លេខ8រួចដាក់ចូលនៅក្នុង variable d2 ហើយបន្ទាត់30ទៅដូចនឹងបន្ទាត់ទី29ហើយ28ដែរអាហ្នឹងគេយកចាប់លេខដែលចែកដន្យចាប់ពីលេខ1ដល់លេខ6រួចដាក់នៅក្នុង variable d3 ហើយនៅបន្ទាត់ចុងក្រោយបន្ទាត់35ហ្នឹងគេបញ្ឈប់កម្មវិធីក្នុងរយៈពេល120 millisecond ហើយវាប្រើសម្រាប់កំណត់ល្បឿននៃការរមៀលគ្រាប់ឡុកឡាក់ហើយខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់បកស្រាយដែលលោកគ្រូបានចាប់ចែងឲ្យធ្វើប៉ុណ្្នឹងបាយ